ភាគីទាំងពីរនេះគឺបានប្រើប្រាស់អាកាសដើម្បីវាយប្រហារគ្នាហ្នឹងគឺថាខ្លាំងក្លាមែនទែនក្នុងមួយថ្ងៃបើបូកជាយើងហៅបូកជាចំនួនក្របទាំងកំជ្រួចទាំងដ្រូនគឺបបោកទាំងពីរហ្នឹងចូលដល់ពាន់ក្នុងមួយថ្ងៃទាំងដ្រូនទាំងកំជ្រួចខាងរុស្ស៊ីវាយទៅអ៊ុយក្រែនក៏ច្រើនខាងអ៊ុយក្រែនវាយមករុស្ស៊ីនឹងក៏ច្រើនហើយខុសគ្នានៅត្រង់ថាអ៊ុយក្រែនវាយមករុស្ស៊ីគឺប៉ះចំតែទៅលើតែប្រជាជនមិនសូវប៉ះចំទៅលើវិស័យសន្តិសុខឬក៏កងទ័ពឬក៏ឃ្លាំងអាវុធយុទ្ធភ័ណ្ឌរោងចក្រអីនោះអត់មានសឹងតែអត់មានតែម្ដងអ៊ុយក្រែនវាយមកគឺភាគច្រើនគឺចំតែហាងលក់ទំនិញផ្សារកន្លែងប្រជាជនរស់នៅអញ្ចឹងការខូចខាតសេដ្ឋកិច្ចការខូចខាតអាយុជីវិតប្រជាជនបាត់បង់អាយុជីវិតប្រជាជនបាត់បង់ហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីនេះក៏មិនតិចដែរក្នុងមួយថ្ងៃហើយខាងរុស្ស៊ីវាយទៅវិញគឺសិតតែចំហើយសិតតែគោលដៅហើយឥឡូវនេះភាគីទាំងពីរនៅគម្រាមកំហែងជាពិសេសខាងអ៊ុយក្រែននេះគម្រាមកំហែងច្រើនណាស់ថានឹងធ្វើឲ្យតារាងយន្តហោះទាំងអស់ដំណើរការស្អីហោហែប៉ុន្តែជាក់ស្ដែងតើអ៊ុយក្រែនធ្វើបានឬមិនបានយើងនឹងរងចាំមើលហើយបើសួរយោបល់ខ្ញុំគឺខ្ញុំវិភាគថាมันអាចធ្វើបានទេកន្លែងណាដែលសំខាន់គឺរុស្ស៊ីគេរៀបចំប្រព័ន្ធដែនអាកាសគឺថាចូលមកគេវាយកំទេចចូលមកគេវាយកំទេចអញ្ចឹងកន្លែងណាដែលគេអត់រៀបចំការពារដែនអាកាសគឺចូលបាទជាពិសេសគឺប្រជាជនឬក៏ឃ្លាំងតុកទំនិញកន្លែងហាង shopping បាទ mall shopping ហើយការវាយប្រហារនេះគឺមិនថមថយទេរឹតតែកើនឡើងហើយរុស្ស៊ីគឺច្បាស់ណាស់គឺគេមានគេហៅថាយុទ្ធសាស្ត្ររបស់គេគឺថាគេឈ្នះគេនៅតែឈ្នះអញ្ចឹងប៉ុន្តែគេចង់ឲ្យអាអ្នកជួយក៏រលាយដែរមានន័យថាអ៊ុយក្រែននេះគឺអ្នកជួយនៅពីក្រោយនេះគឺប្លុក NATO បាទឥឡូវអាមេរិកគឺអត់មានជួយទេដោយសារប្រធានាធិបតីដូណាល់ត្រាំនេះគឺអត់ជួយទេប៉ុន្តែបើអ្នកប្រទេសណាដែលចង់ទិញអាវុធអាមេរិកឲ្យអ៊ុយក្រែនអញ្ជើញទិញពីអាមេរិកប៉ុន្តែឲ្យអាមេរិកឲ្យគឺអត់ឲ្យទេប៉ុន្តែបើជំនាន់តាបៃដិនបាទអាហ្នឹងគេថាពេញទំហឹងចឹងការវាយកំជ្រួចនេះកាន់តែខ្លាំងឡើងហើយខាងរុស្ស៊ីគឺគេដូចខ្ញុំបាទនិយាយមិញចឹងគឺថាគេវាយគេនៅតែវាយអញ្ចឹងហើយគ្រាន់តែថាតើគេបង្អង់ដៃឬក៏គេដាក់ឲ្យបានសម្រេចអាហ្នឹងយើងនឹងរងចាំមើលព្រោះប្រតិបត្តិការយោធាពិសេសវាខុសអំពីធ្វើសង្គ្រាមបាទអញ្ចឹងបើសិនជាទៅមកតង់ទៀតអានឹងរឿងផ្សេងប៉ុន្តែតង់នេះក៏សំខាន់ដែរអញ្ចឹងតើរុស្ស៊ីគេសម្រេចយកតង់នឹងតែម្ដងឬក៏គេទៅតង់ទី2បាទទៅតង់ទី2ហើយខាងអ៊ុយក្រែនមិនមានលទ្ធភាពណាដើម្បីទោះបីថាអ្នកនៅពីក្រោយមាន NATO មានប្រទេស50ថ្លៃនោះនៅពីក្រោយក៏អត់មានធ្វើអីរុស្ស៊ីបាយដែរស្លាប់ប្រជាជនឆេះឃ្លាំងទំនិញឆេះឃ្លាំងស្តុកសាំងស្តុកហ្គាសឬក៏កន្លែងផ្សេងគឺថាមានការខូចខាតជាប្រចាំអញ្ចឹងប៉ុន្តែថាឲ្យប៉ះពាល់ទៅដល់សមរភូមិប៉ះពាល់ទៅដល់វិស័យសន្តិសុខគឺមិនមានទេបាទហើយទៅមុខទៀតក៏រឹតតែអត់មានទៅទៀតមូលហេតុអីមូលហេតុថាអាអ្នកជួយវាជួយអស់ហើយមានអីជួយតធំជាងនឹងទៀតហើយបើជួយច្រើនជាងនឹងទៀតមានតែប៉ារ៉ាម៉ាណូមានតែជួយប៉ារ៉ាម៉ាណូអានឹងមានផ្លូវហ្នឹងបើថាជួយដូចសប្តាហ៍ថ្ងៃនេះចុះក៏5ឆ្នាំនេះអស់ហើយអត់មាននៅសល់អីទៀតទេជួយអស់ហើយមកអស់ហើយអត់មាននៅសល់ទេប៉ុន្តែធ្វើអីរុស្ស៊ីអត់បានទេបាទហើយខាងរុស្ស៊ីគឺគេបដែតដើម្បីអីដើម្បីអស់អាប្លុក NATO អា50ប្រទេសជាងអស់ពួកអានឹងដើម្បីឲ្យពួកគេនឹងមានបញ្ហាឲ្យពួកគេនឹងក្រីក្រឲ្យពួកគេនឹងមានវិបត្តិសេដ្ឋកិច្ចក៏ដូចជាវិបត្តិអាវុធយុទ្ធភ័ណ្ឌវិបត្តិអាវុធយុទ្ធភ័ណ្ឌនេះបាទន័យថាអាវុធយុទ្ធភ័ណ្ឌវាមិនមែនដូចសម្ភារៈអីផ្សេងទេតែអស់ហើយមុំតែផលិតគឺតែយកចេញពីឃ្លាំងអស់មុំតែផលិតទៀតត្រូវការពេល5ឆ្នាំ10ឆ្នាំមកបានផលិតបានដាក់ចូលក្នុងឃ្លាំងវិញអញ្ចឹងរុស្ស៊ីទាញពួកប្លុក NATO ដើម្បីឲ្យប្លុក NATO កើខ្វាយពីឃ្លាំងមកអស់ពីឃ្លាំងមានន័យថាបើមានបញ្ហាមួយរុស្ស៊ីអ្នកឯងក៏អត់មានអីវាយមួយអញមួយខ្ញុំដែរ
anhនឹងយុទ្ធសាស្ត្រគាត់អញ្ចឹងឯងនេះគឺចំណុចទី2ហើយចំណុចទី3គឺបញ្ហាសមរភូមិជាក់ស្ដែងអញ្ចឹងបើយើងនិយាយសមរភូមិជាក់ស្ដែងហ្នឹងគឺมันអាចរៀបរាប់បាននៅក្នុងពេលនេះទេប៉ុន្តែបើយើងនិយាយពីខេត្តអានឹងអាចរៀបរាប់បានអញ្ចឹងបើយើងនិយាយពីតំបន់ដានបាសនេះវាធំណាស់បាទតំបន់ដានបាសនេះឥឡូវនេះវាយនៅខេត្តដាញៀតវាយនៅខេត្តសាប៉ារ៉ូសវាយនៅខេត្តខេសូនហើយនឹងវាយនៅដែលរដ្ឋក្រាម៉ាតូរស្លាវៀនទីក្រុងស្លាវៀននេះហើយដោយឡែកនៅតំបន់មួយចំនួនទៀតតំបន់ខាគៀវបាទក៏វាយហើយខេត្តស៊ុំក៏វាយហើយនៅតំបន់មួយចំនួនទៀតដូចជាខេត្តញៀវក៏វាយដែរអញ្ចឹងបើគិតជាខេត្តតែហ្មងគឺថាឥឡូវនេះគឺមានខេត្តខេសូនខេត្តសាប៉ារ៉ូសខេត្តដាញៀតហាគៀវស៊ុំឌីញៀវអញ្ចឹងបើគិតជាខេត្តវិញវា6បាទ6ខេត្តលើទឹកដីអ៊ុយក្រែននេះគឺរុស្ស៊ីកំពុងតែវាយហើយការវាយនេះគឺគ្រប់សមរភូមិទាំងអស់បាទគ្រប់សមរភូមិទាំងអស់ខាងអ៊ុយក្រែនទិសដៅរបស់គេគឺអត់មានវាយបកអីមានតែទប់អស់បាទន័យថាទប់បញ្ចប់គឺរបូតទៅលើទឹកដីលើដៃរុស្ស៊ីគ្រប់គ្រងទប់របូតរុស្ស៊ីគ្រប់គ្រងអញ្ចឹងទិសដៅរបស់អ៊ុយក្រែនអត់មានវាយបកយកទឹកដីមកវិញទេអត់មានទេបាទហើយបើខាងរុស្ស៊ីនេះគឺវាយបានគ្រប់គ្រងអភិវឌ្ឍវាយបានគ្រប់គ្រងអភិវឌ្ឍបាទវាមិនបានលឿនទេបើកន្លែងណាទីក្រុងសំខាន់អានឹងគេធ្វើបានលះបើទីក្រុងណាមិនសំខាន់ទេគេគ្រាន់តែរៀបចំឲ្យវាមានទឹកវាមានភ្លើងវាមានហ្គាសវាមានផ្លូវអីគ្រាន់តែដំណើរការប៉ុណ្ណឹងប៉ុន្តែបើថាទីក្រុងសំខាន់អានឹងគាត់រៀបចំបាទគាត់រៀបចំចឹងគ្រប់សមរភូមិទាំង6ខេត្តនេះគឺរុស្ស៊ីនៅតែមានព្រៀបហើយជារៀងរាល់សប្តាហ៍ទឹកដីមួយចំនួនគឺរុស្ស៊ីគ្រប់គ្រងថ្មីរហូតគ្រាន់តែថាវាមានទូចវាមានធំបាទវាមានទូចវាមានធំចឹងសង្គ្រាមនេះគឺមិនមានគេហៅថាថយក្រោយទេគឺទៅមុខបាទទៅមុខជានិច្ចមានន័យថារុស្ស៊ីវាយគ្រប់គ្រងនៅតែវាយគ្រប់គ្រងដដែលហើយខាងអ៊ុយក្រែននេះគឺអត់មានទេអត់មានគេហៅថាភារកិច្ចការដែលថាទៅវាយយកមកវិញអត់មានតែទប់បាត់ទប់កន្លែងមួយបាត់កន្លែងមួយទៅទប់កន្លែងមួយទៀតបាត់កន្លែងមួយទៅកន្លែងមួយទៀតនេះគឺរឿងរុស្ស៊ីអ៊ុយក្រែនគឺមានប៉ុណ្ណឹងសម្រាប់ថ្ងៃនេះហើយខ្ញុំធ្វើការសន្និដ្ឋានខាងលើខ្ញុំធ្វើការសន្និដ្ឋានហើយបាទហេតុអីបានខ្ញុំនិយាយពីចំណុចខ្លាំងរបស់រុស្ស៊ីហើយខ្ញុំចង់យកចំណុចនឹងយកមកឲ្យប្រិមិត្តពិចារណាអំពីយើងដែរសំណួរសួរថាហេតុអីបានខ្ញុំបាទនិយាយរុស្ស៊ីនិងអ៊ុយក្រែនច្រើនម្លេះចឹងចំណុចកន្លែងនេះខ្ញុំនឹងបកស្រាយនៅពេលក្រោយបន្តិចសង្ខេបចុងក្រោយនៅបទវិភាគរបស់ខ្ញុំពេលនេះឥឡូវនេះខ្ញុំបាទបន្តពីវគ្គមុនខ្ញុំបាទនិយាយថារុស្ស៊ីគឺខ្លាំងមែនទែនផ្នែកយោធាផ្នែកសន្តិសុខហើយគ្មានប្រទេសណាមួយនៅលើពិភពលោកនេះយកឈ្នះរុស្ស៊ីបានទេឈ្នះនៅត្រង់ថាប្រសិនបើអ្នកឯងមកវាយជាមួយរុស្ស៊ីគឺចូលមកគឺអត់បានហ្មងគ្រប់ច្រកទាំងអស់រុស្ស៊ីរៀបចំឲ្យមុំតំណាស់ចូលពីខាងណាក៏ចូលអត់ចុះដែរឧបមាថាចូលមកពីខាងជប៉ុនបាទចូលមកពីខាងជប៉ុនក៏ស្លាប់ដែរបាទចូលមកខាងទូគីនឹងក៏ស្លាប់ដែរចូលមកខាងដាណាម៉ាខាងស៊ុយអែតខាងអីនឹងក៏ស្លាប់ដែរបាទចូលមកគឺអត់រួចតែម្ដងបាទចូលមកអត់រួចហ្មងគាត់រៀបណែនអស់បាទរៀបណែនអស់ទាំងផ្លូវគោកផ្លូវទឹកផ្លូវអាកាស
រៀបណែនអស់ក្រៅពីនោះគឺប្រសិនបើប្រទេសណាមួយរុស្ស៊ីចង់ទៅវាយគឺងាយស្រួលណាស់សំទោសចង់ទៅវាយគឺងាយស្រួលណាស់គឺទី1គឺនាវាចម្បាំងរបស់គាត់នេះគឺរៀបចំស្រេចតែម្ដងនាវាចម្បាំងបានន័យថាបើកលើទឹកបើកលើសមុទ្រក្រៅពីនោះគឺនាវាមួយទឹកគេហៅ Submarina របស់គាត់នេះគឺមានច្រើនណាស់មានមិនតិចជាង10 20ទេហើយ10 20នេះគឺមានអាខ្លះហ្នឹងគ្រាន់តែទម្ងន់វាហ្នឹងជិត 10000 តោនបាទទម្ងន់វាជិត 10000 តោនមាន 4-5000 តោន 7-8000 តោន 6000 តោនគ្រាន់តែនាវា Submarine នេះនាវាមួយទឹកហើយនាវាមួយទឹកទាំងនោះគឺភាគច្រើនសិតតែកម្បាំងកាយហើយនាវាចម្បាំងនាវាមួយទឹកនិងនាវាចម្បាំងនោះសិតតែបំពាក់ទៅដោយកំជ្រួចទំនើបនិងបរមាណូ